បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងមកបង្ហាញប្រាប់ពីវិធីសាស្ត្រឲ្យបងប្អូនទាំងអស់គ្នាចេះបង្កើត Channel YouTube នៅលើទូរស័ព្ទដៃនៅក្នុងឆ្នាំ2026បាទកាលពីវីដេអូមុនខ្ញុំធ្លាប់បានធ្វើការបង្ហាញប្រាប់បងប្អូនទាំងអស់គ្នារួចមកម្ដងហើយដោយសារតែនៅក្នុងវីដេអូហ្នឹងខ្ញុំធ្វើវាអត់ច្បាស់បងប្អូនណាអញ្ចឹងខ្ញុំមកបង្ហាញប្រាប់បងប្អូនសាជាថ្មីម្ដងទៀតបាទដើម្បីយើងចូលទៅបង្កើត Channel YouTube នៅលើទូរស័ព្ទដៃរបស់យើងបានបងប្អូនចុចចូលទៅក្នុងកម្មវិធីជ្រងចុចចូលមកបាទបន្ទាប់ពីយើងបានចុចចូលមកក្នុងកម្មវិធីជ្រងបងប្អូននឹងឃើញតម្រង់បែបនេះបងប្អូនណាបាទអញ្ចឹងបងប្អូនកុំឆ្ងល់ថាចំមិនបានជាខ្ញុំចុចចូលមកនឹងឃើញផ្ទាំងបែបនេះបាទដោយសារតែខ្ញុំនឹងបានបន្លែងទូរស័ព្ទដៃរបស់ខ្ញុំឲ្យចេញទៅជាតម្រង់កុងព្យូទ័រស្រាប់នឹងហើយបើសិនជាបងប្អូនណាដែលមិនទាន់ចេះបន្លែងទូរស័ព្ទដៃរបស់បងប្អូនឲ្យចេញទៅជាតម្រង់កុងព្យូទ័រទេបងប្អូនអាចចូលទៅមើលនៅក្នុងមេរៀនទី1បាទនៅក្នុងមេរៀនទី1ខ្ញុំបានប្រាប់ពីវិធីសាស្ត្របន្លែងទូរស័ព្ទដៃរបស់យើងឲ្យចេញទៅជាតម្រង់កុងព្យូទ័ររួចហើយបងប្អូនណាអញ្ចឹងបងប្អូនមកចុចត្រង់កន្លែងរូបសញ្ញា logo Gmail របស់យើងមកដើម្បីយើងបង្កើត Channel YouTube បានណាបាទបងប្អូនចុចចំទៅលើនោះមកបាទបន្ទាប់មកបងប្អូនរកមើលពាក្យថាបដូរគណនីបងប្អូនណាបងប្អូនរកមើលល្មិចរកទៅអត់ទៅឃើញពាក្យថាបដូរគណនីបងប្អូនចុចចំទៅលើពាក្យថាបដូរគណនីមកដើម្បីយើងចូលទៅស្វែងរក Gmail របស់យើងយកមកបង្កើតធ្វើជា Channel YouTube សូមបញ្ជាក់ទៅកាន់បងប្អូនថាការបង្កើត Channel YouTubeបងប្អូនត្រូវតែមាន Gmail ដែលមិនធ្លាប់បង្កើត Channel ពីមុនមកបងប្អូនណាអញ្ចឹងខ្ញុំនឹងយក Gmail ខាងក្រោមអស់នេះយកមកលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបាទខ្ញុំចុចចំទៅលើនឹងមកបាទអូខេបន្តមកទៀតបងប្អូននឹងឃើញតម្រងបែបនេះបាទនេះគឺជាតម្រង Gmail ថ្មីដែលយើងមិនធ្លាប់បានយកមកបង្កើតធ្វើជា Channel YouTube បងប្អូនត្រូវចាំណាបាទបន្តមកបងប្អូនមកចុចចំពីលើរូប logo Gmail បងប្អូនសារថ្មីម្ដងទៀតណាកន្លែងដែលខ្ញុំព្រាទៅព្រាមកហ្នឹងបាទបងប្អូនចុចចំពីលើទៅនឹងមកបាទបន្តមកបងប្អូនមកចុចត្រង់កន្លែងពាក្យថាបង្កើតប៉ុសបងប្អូនណាដោយសារតែខ្ញុំបន្រិចឲ្យធំឲ្យកើតណាហ្នឹងហើយអញ្ចឹងបងប្អូនមើលអក្សរ Q នេះបងប្អូនឃើញទេហ្នឹងហើយបងប្អូនមើលនៅកន្លែងខ្ញុំធ្វើដៃព្រាទៅព្រាមកហ្នឹងគេដាក់ថាបង្កើតប៉ុសបងប្អូនចុចចំពីលើពាក្យថាបង្កើតប៉ុសមកបាទបន្តមកបងប្អូននឹងឃើញតម្រង់លក្ខណៈបែបនេះបាទមិនដល់ចំណុចត្រង់កន្លែងនេះបងប្អូនបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរឈ្មោះគឺយើងអាចដាក់ឈ្មោះថ្មីបានតែបើសិនជាបងប្អូនគិតថាអត់ទេបងប្អូនប្រើឈ្មោះហ្នឹងអត់អីទេបងប្អូនណាបាទតែចំពោះខ្ញុំអត់បដូរទេគឺខ្ញុំប្រើឈ្មោះហ្នឹងបាទបន្តមកទៀតបើបងប្អូនសម្រេចចិត្តថាប្រើឈ្មោះហ្នឹងហើយបងប្អូនមកចុចត្រង់កន្លែងពាក្យថាបង្កើតប៉ុសនេះឃើញទេកន្លែងដែលខ្ញុំគ្វាទៅគ្វាមកបាទបងប្អូនចុចចំទៅលើទៅនឹងមកបាទអូខេបន្តមកយើងរងចាំសិនបងប្អូនណាដោយសារតែអ៊ីនធឺណិតខ្ញុំប្រើ 3G នៅលើស៊ីមទូរស័ព្ទបងប្អូនអញ្ចឹងហើយវារៀងពិបាកបន្តិចហ្នឹងហើយមកដល់ចំណុចត្រង់កន្លែងនេះមានន័យថាយើងបង្កើត channel បានហើយបងប្អូនណាហ្នឹងហើយចឹង channel ដែលយើងបង្កើតបានថ្មីដែលយើងមិនបានផុសវីដេអូចូលទៅគឺចេញតម្រង់បែបនេះឯងបងប្អូនណាហ្នឹងហើយគឺស្អាតបែបនេះបាទចឹងមេរៀនដែលខ្ញុំរៀនឲ្យបងប្អូនចេះបង្កើត channel គឺមានតែប៉ុណ្្នឹងឯងបាទខ្ញុំបង្ហាញប៉ុណ្្នឹងចាំវីដេអូក្រោយខ្ញុំនឹងមកប្រាប់ឲ្យបងប្អូនបាទយកលេខទូរស័ព្ទរបស់បងប្អូនទៅធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងក្រុមហ៊ុន YouTube ម្ដងទៀតបាទដើម្បីអីដើម្បីយើងផុសវីដេអូវែងបានណាបងប្អូនហ្នឹងហើយដូចជាធម្មតាបើសិនជាយើងមិនតាន់បានយកលេខទូរស័ព្ទដៃរបស់យើងទៅធ្វើការផ្ទៀងផ្ទាត់ទេក្រុមហ៊ុន YouTube គាត់មានអនុញ្ញាតឲ្យយើងយកវីដេអូវែងចាប់ពី10នាទីឡើងលើផុសចូលបានទេបងប្អូនណាអញ្ចឹងខ្ញុំសូមអរគុណនិងសូមជម្រាបលា